សម្លឹកបៀននេះបញ្ជាក់បានថាដៃគូអនាគតរបស់អ្នកទាំងអស់គ្នាគាត់គឺជាមនុស្សម្នាក់ដែលពោពេញដោយក្តីស្រឡាញ់គាត់ជាមនុស្សដែលពោពេញដោយក្តីស្រឡាញ់ជាមនុស្សម្នាក់ដែលមានឋានៈកេរ្តិ៍ឈ្មោះនៅក្នុងសង្គមជាមនុស្សម្នាក់ដែលពូកែរកស៊ីពូកែធ្វើការពូកែរកលុយបើសិនជាបច្ចុប្បន្នគាត់មិនទាន់ខ្លាយទៅជាបុគ្គលម្នាក់ហ្នឹងទេនៅក្នុងថ្ងៃអនាគតគាត់នឹងខ្លាយទៅជាបុគ្គលម្នាក់នោះបុគ្គលដែលសម្បូរដោយលុយកាក់មានប្រាក់ទ្រព្យសម្បត្តិជាបរិសុទ្ធដែលមានរូបរាងស្រស់សង្ហាស្រស់ស្អាតជាមនុស្សដែលមានភាពតាក់ទាញពីមនុស្សជុំវិញខ្លួនច្រើនផងដែរគាត់ជាមនុស្សម្នាក់ដែលពោពេញដោយក្តីស្រឡាញ់បើសិនជាអ្នកទាំងអស់គ្នាបានពួកគាត់ជាដៃគូអ្នកទាំងអស់គ្នានឹងមានសំណាងនៅក្នុងជីវិតគូរបស់អ្នកទាំងអស់គ្នាគឺសំណាងព្រោះអីគាត់ជាមនុស្សម្នាក់ដែលផ្ដល់ក្តីស្រឡាញ់ពេញលេញឲ្យអ្នកទាំងអស់គ្នាគាត់អាចបែងចែកអាចនិយាយបានថាការងារស្នេហាគឺស្មើគ្នាតែម្ដងជូនទៅដល់អ្នកទាំងអស់គ្នាអញ្ចឹងអនាគតទៅអ្នកទាំងអស់គ្នាជាមនុស្សស្រីម្នាក់ឬក៏ជាបរិសុទ្ធម្នាក់ដែលសំណាងបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សប្រុសនឹងបានដៃគូដែលស្រឡាញ់ស្មោះស្ម័គ្រជួយជ្រោមជ្រែងក្នុងក្រុមគ្រួសារហើយគាត់ក៏មានសមត្ថភាពរកលុយដែរមិនមែនយើងរកលុយតែមួយខាងទេបើយើងបានដៃគូគឺដៃគូទាំងសងខាងអាចរកលុយនាំសំណាងឲ្យគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកណាគឺក្តីស្រឡាញ់គាត់បកគោលឲ្យអ្នកនរគ្នា10ទាំង10តែម្ដងក្តីស្រឡាញ់លុយកាក់សុភមង្គលនៅក្នុងគ្រួសារអញ្ចឹងបងប្អូនដែលគាត់មករើសនៅការនេះដៃគូអនាគតរបស់អ្នកទាំងអស់គ្នាគាត់ជាមនុស្សបែបហ្នឹងឬក៏អ្នកខ្លះបងប្អូនមួយចំនួនគាត់អាចជួបដៃគូរបស់គាត់ហ្នឹងឥឡូវហ្នឹងគឺមានលក្ខណៈបែបហ្នឹងហើយគឺដៃគូដែលមានលុយមានចំណេះដឹងផ្ដល់ក្តីស្រឡាញ់ស្មោះត្រង់មួយនឹងមួយឲ្យគាត់ជាមនុស្សសុភាពរាបសារឬក៏ជាមនុស្សដែលហៅថាត្រូវគ្នាមួយគាត់យល់ចិត្តគ្នាទៅវិញទៅមកដឹងចិត្តគ្នាចេះខ្វាយខ្វល់ពីគ្នាអីចឹងទៅហើយជាបុគ្គលដែលអាចជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុមិនថាហិរញ្ញវត្ថុឬក៏ជួយជ្រោមជ្រែងដោះស្រាយរឿងបញ្ហាអីទេគាត់ជាបុគ្គលដែលជួយយើងអ្នកខ្លះគាត់អាចជួបហើយបើបងប្អូនដែលមិនទាន់បានជួបនៅក្នុងថ្ងៃអនាគតអ្នកទាំងអស់គ្នានឹងបានជួបអាចថារយៈពេលពី10សប្តាហ៍ទៅ10ខែទៀតគាត់នឹងអាចបានជួបឬក៏អាចយូរជាងហ្នឹងអាចទៅមួយឆ្នាំតែបងប្អូនមិនបាច់ចាំមើលតឹងរងចាំទេព្រោះថាពេលដែលយើងបានជួបយើងនឹងដឹងខ្លួនឯងចឹងហើយយើងមិនបាច់ចាំមើលទេព្រោះថារឿងល្អវានឹងចូលមកធ្វើយើងភ្ញាក់ផ្អើលចឹងអញ្ចឹងដៃគូអនាគតរបស់អ្នកទាំងអស់គ្នាគឺមានដូចដែលខ្ញុំរៀបរាប់ខាងលើហ្នឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានចម្លើយពាក់ព័ន្ធនឹងដៃគូអនាគតរបស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអស់ត្រឹមហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាជួបខ្ញុំនៅវីដេអូក្រោយៗទៀតជម្រាបលាបងប្អូនទាំងអស់គ្នា